ឥឡូវនេះខ្ញុំធ្វើពិធីបន្សោតអីវ៉ាន់មួយហើយថាត្បូងឆ្លងកែវបាទឥឡូវមុននឹងខ្ញុំធ្វើខ្ញុំប្រចាំងឲ្យខេកត្បូងបាទនេះធ្វើនៅថ្ងៃទី22ខែ1 2026នៅវេលាម៉ោង 6:18 នាទីឥឡូវខ្ញុំប្រចាំងទៅទ្វារដែលខ្ញុំបើកឲ្យពលឺព្រះទឹកពលឺថ្ងៃចូលមកបាទនេះខ្ញុំធ្វើឥឡូវមុននឹងធ្វើខ្ញុំចាប់ដើមបង្ហាញត្បូងខ្ញុំយកត្បូងមកឲ្យបងប្អូនមើលត្បូងឲ្យច្បាស់លាស់បាទនេះត្បូងខ្ញុំកាន់ដៃឲ្យបងប្អូនឃើញនេះខ្ញុំបបិលឥឡូវខ្ញុំដាក់បាតដៃឲ្យឃើញទៀតនេះត្បូងឥឡូវខ្ញុំចាប់ដើមចាក់ទឹកចូលកែវទី1ដើម្បីដាក់ត្បូងចូលឥឡូវចាក់ទឹកកែវទី1ដាក់ត្បូងចូលកែវទី1ឥឡូវខ្ញុំចាប់ដើមយកត្បូងនេះដាក់ចូលកែវទី1បាទនេះត្បូងខ្ញុំដាក់ចូលកែវទី1នេះឲ្យបងប្អូនមើលឃើញទាំងអស់គ្នាតាឥឡូវចាប់ដើមចាក់ទឹកចូលកែវទី2បាទចាក់ពេញនេះតាឥឡូវចាប់ដើមចូលកែវទី3នេះចូលកែវទី3ឥឡូវចូលកែវទី4នេះចូលកែវទី5ចូលកែវទី6ចូលកែវទី7ឃើញអត់បងប្អូនឃើញត្បូងអត់នេះទល់កលាមូលហ្នឹងត្បូងចូលកែវហើយចូលកែវទី8នេះឃើញហើយច្បាស់ល្អបងប្អូនពិនិត្យមើលអស់គ្នាកុំឲ្យតែខ្ញុំចេះតែថាចូលកែវទី9នេះចាក់ចូលកែវទី10ចាក់ចូលកែវទី11ចាក់ចូលកែវទី12បាទឥឡូវនេះខ្ញុំថតពីលើឃើញហើយឥឡូវខ្ញុំសូមថតពវល់ចំហៀងឲ្យបងប្អូនបានឃើញត្បូងឲ្យច្បាស់លាស់ធ្វើឲ្យច្បាស់អស់គ្នាហើយសូមបងប្អូនពិនិត្យមើលទាំងអស់គ្នានេះខ្ញុំពវល់ត្បូងនៅខាងចំហៀងឲ្យឃើញត្បូងឆ្លងចូលក្នុងកែវឲ្យច្បាស់លាស់ទាំងអស់គ្នានេះសូមបងប្អូនពិនិត្យមើលដែរឃើញច្បាស់ល្អបងប្អូនប៉ុណ្ណឹងហើយបើមិនច្បាស់ទៀតខ្ញុំមិនដឹងថាម៉េចទេទៅធ្វើដៃខ្ញុំផ្ទាល់ហើយនេះបាទនេះមកចំហៀងឥឡូវដល់កែវត្បូងឥឡូវខ្ញុំបវល់មកចំហៀងទៀតឲ្យបងប្អូនឃើញមកចំហៀងទៀតបាទនេះបងប្អូនមើលចុះត្បូងនៅក្នុងកែវនេះអូនមើលដែរត្បូងឆ្លងចូលកែវហើយសូមបញ្ជាក់ឲ្យបងធ្វើនេះអត់មានប្រើភ្លើងពិលភ្លើងគោមភ្លើងពូលអីបើកទេបងប្រើត្បូងជាមួយភ្លើងថ្ងៃភ្លើងព្រះអាទិត្យចោលមកបាទឥឡូវនេះឃើញណាចូលកែវ12ហើយបាទឥឡូវនេះបាទនេះប៉ុណ្ណឹងខ្ញុំបញ្ចប់ហើយ